Bạn số đây này tao này nhầm xong bằng hai pi brand môi bằng ôn nè brand này cứ Techno Canon 50 Techno Canon 50តម្លៃរបស់វានោះគឺវាមានអានេះ$289ប៉ុន្តែការ set up របស់វាគឺប្លែកបងប្អូនប្លែកព្រោះដោយសារតែខ្ញុំលក់ច្រើនដើមដែរតែអត់ចាក់បារម្ភទេទៅថ្ងៃហ្នឹងខ្ញុំលក់អន្ទឹមគ្នាវាមាន Oppo ហើយនឹងTechno តែខ្ញុំលក់ Oppo ទៅក៏ខ្ញុំ set up ទៅមានអារម្មណ៍ថាធម្មតាអញ្ចឹងណាចុចនេះរហូតដល់ជំផ្ទាំងកម្មវិធីអញ្ចឹងទៅតែចម្លែកត្រង់ថា Techno នេះពេលដែលខ្ញុំលក់មុនដែរតែខ្ញុំអត់ចាប់អារម្មណ៍ណាហើយថ្ងៃនេះខ្ញុំក៏ឃើញថាការ set up វាមើលទៅទម្រង់ AI បែប AI អញ្ចឹងក៏ខ្ញុំធ្វើវីដេអូចែកម្លែកបងប្អូននេះទៅនិយាយត្រង់មែនបងប្អូនការ set up របស់ Techno នេះមើលទៅដូចជាវាប្លែកខុសពីមួយដែរផ្សេងអញ្ចឹងណាបើសិនខ្ញុំគិតថាបើសិនជាអ្នកដែលគាត់មិនមែនជាអ្នកលក់ឬក៏អ្នកប្រើមួយចំនួនខ្លះbrand ផ្សេងគឺខ្ញុំគិតថាពួកគាត់អាច activate ឬក៏ set up ឲ្យចេញកម្មវិធីដល់ខ្លួនឯងបានងាយស្រួលតែបើសិនជា model នេះខ្ញុំគិតថាបងប្អូនប្រហែលជាពិបាកបន្តិចប្រហែលជារាវរោចុចតិចតែខ្ញុំនឹងវិញណាហ្នឹងខ្ញុំវិញដែរព្រោះអីចុចទៅដូចជាប្លែកអញ្ចឹងណាកន្លែងខ្លះវាអត់បង្ហាញឲ្យយើងអត់ឃើញប៊ូតុងទេអត់ឃើញប៊ូតុងឲ្យយើងចុចបន្តទេវាសួរយើងអញ្ចឹងណាយើងគ្រាន់តែវាដាច់ទីតាមវាទៅវានឹងបន្តទៅឲ្យយើងទៅមុខទៀតដែរសម្រាប់ model Techno នេះគឺពីការ set up របស់វារៀងប្លែកជាង model ផ្សេងប៉ុន្តែយើងនិយាយទៅថាបច្ចេកវិទ្យាវាមានរៀងខ្លួនណា brand ផ្សេងគឺគេចេញបែបផ្សេងចេញបែបផ្សេងអញ្ចឹងទៅអញ្ចឹងបានន័យថាបច្ចេកវិទ្យាហ្នឹងគេមានលក្ខណៈពិសេសរៀងខ្លួនដូច Techno ឃើញទេនេះការ set up របស់វាគឺបង្ហាញមកលក្ខណៈវាបើយើងមិនបាច់និយាយជាមួយនឹង model brand ពួកiOS ទេដូច Apple យើងអត់និយាយទេណាយើងនិយាយថា Android ទេចំពោះតែ Android ទេសម្រាប់ការ set up របស់ Apple គឺតែឯងទេណាហើយក៏ជាទូទៅដែរការ set up របស់ Apple តែសម្រាប់model នេះគឺវាចេញមកវា Android ដូចគ្នាប៉ុន្តែការ set up គឺវាទម្រង់ប្លែកបន្តិចបងប្អូនណានេះគឺជា model Canon 50របស់ Techno បាទហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណ